រៀនគាត់បងឯងប្រសិនបើខ្ញុំហែកសម្លៀកបំពាក់របស់អ្នកដោយចៃដន្យសូមកុំប្រកាន់អីយ៉ានពីងនេះជាគ្រូពេទ្យថ្មីរបស់បងប្អូនជីដូនមួយខ្ញុំប្រជាជនរបស់ខ្ញុំនៅយ៉ានពីងមិនទាន់បានប៉ះអ្នកផងកាយីស៊ីស្រីតូចម្នាក់នេះមិនបានដាក់អន្ទាក់ឲ្យខ្ញុំទេមែនទេគ្រូពេទ្យមកពីមន្ទីរពេទ្យសួនថៃបានមកលីវតៃជីយានភីងគឺជាស្ត្រីថ្មីរបស់អាធិរាជមិនត្រូវមានកំហុសឆ្គងជាដាច់ខាតយ៉ាងហោចណាស់យើងមិនអាចទុកឲ្យអ្វីខុសនៅទីនេះជាមួយខ្ញុំបានទេព្រះករុណាព្រះមហាក្សត្រីយានីយ៉ានពីងមិនមានបញ្ហារាងកាយធំដុំទេតែប៉ុណ្ណោះប្រសិនបើអ្នកចូលចិត្តអ្វីកិច្ចការប៉ូលីសធនធ្ងន់បន្ទាប់មកមានឈាមការវាយប្រហាររបស់ស្រីតូចនេះមានរយៈពេលមិនលើសពី10ថ្ងៃទេឥឡូវនេះពិតជាមិនអាចទៅរួចទេក្នុងការធ្វើឲ្យនោះត្រូវតែជាកូនចៅរបស់កូនកំលោះណាមួយតើមានអ្វីកើតឡើងនៅយ៉ានពីងអ្នកប្រាប់ខ្ញុំផងពីមុនគ្រូពេទ្យអធិរាជបានធ្វើរោគវិនិច្ឆ័យកូនស្រីរូបនេះមិនមានចលនាតែមួយទេច្បាស់ជាមានគម្រោងការនៅពីក្រោយរឿងនេះអធិរាជនីបញ្ហាតាក់ទងនឹងប្រាសាទអង្គរវត្តខ្ញុំសូមស្នើសុំដោយរៀបសារចំពោះការវិនិច្ឆ័យរបស់គ្រូពេទ្យអធិរាជគ្នាអំពីរឿងនេះបន្ទាប់ពីអ្នកវាស់ចង្វាក់បេះដូងរបស់ខ្ញុំរួចរាល់លោកលីវតៃយីជាប្រធានមន្ទីរពេទ្យមិនដែលធ្វើខុសទេអ្នកចង់មានន័យថាឮថេធ្វើបាបអ្នកដោយចេតនាព្រះមហាក្សត្រីយានីទ្រង់ទតឃើញយ៉ាងច្បាស់ថាប្រជានុរាស្ត្រដ៏រៀបទៀបរូបនេះបានស្បោះដោយជីវិតរបស់ព្រះអង្គផ្ទះល្វែងខ្វីនវាពិតជាចង្វាក់បេះដូងមានផ្ទៃពោះដោយគ្មានការសង្ស័យទេរាជពិតជាគ្មានមេត្តាមែនប្រសិនបើខ្ញុំអាចរក្សាការញៀនភ្នែករបស់ខ្ញុំបានគាត់នឹងទទួលបន្ទុកនៃភាពអាម៉ាស់ពេញមួយជីវិតខ្ញុំមិនការពារយ៉ានភីនទេខ្ញុំអាចត្រឹមតែមើលគាត់ដោយអស់សង្ឃឹមក្រៅពីភាពក្រីក្រធ្ងន់ធ្ងរនេះពិតជាបើកភ្នែកមែនតើស្រីសំផឹងឥតខ្មាស់ដូចឯងអាចលេចមុខនៅក្នុងវិមានអធិរាជដោយរបៀបណាបញ្ហារបស់អ្នកតាក់ទងនឹងប្រាសាទអធិរាជការបរិហារកិច្ចតុលាការអធិរាជគឺជាបាតុក្រិតធ្ងន់ធ្ងរយ៉ានអើយមិនត្រឹមតែគាត់មានទំនាក់ទំនងស្នេហាទេគាត់ថែមទាំងហ៊ានវាយប្រពន្ធចុងដែលពេញចិត្តទៀតផងអ្នកទស្សនាប្រញាប់ឡើងហើយយកកាំភ្លើងពីស្រីសំផឹងនោះដែលកំពុងលើកសរសើរអ្នកដោយពាក្យសម្ដីច្របូកច្របល់វេទនាណាស់រូបកាយទាំងនេះគ្មានធម៌ពលខាងក្នុងទេយើងមិនអាចយកឈ្នះពួកគេបានទេតើអ្នកណាជាអ្នកក្បត់ជាតិព្រះករុណាមិនដែលធ្វើវាទេតើជនផិតក្បត់នេះមកពីណាមិនថាអ្នកទទួលស្គាល់ឬអត់ទេវាមិនសំខាន់ទេព្រះករុណាជ្រាបអ្នកផិតក្បត់នោះគឺជាមាតាបតានិងព្រះមហេសីរបស់ព្រះករុណានេះជាសម្បត្តិស្នេហាដែលសរសេរដោយជនផិតក្បត់ទៅកាន់យ៉ានភេងអ្នកទាំងពីរធ្លាប់បាននៅក្នុងព្រះបរមរាជវាំងរួចហើយមុនពេលចូលទៅក្នុងយ៉ានអានហ្វីរដ្ឋមន្ត្រីទាំងអស់ហ៊ានបង្ខូចកិត្តិយសរាជវង្សរបស់ខ្ញុំបែបនេះឬមិនអាចអត់ទោសបានទាំងស្រុងសកម្មភាពនេះពិតជាគួរឲ្យស្អប់ខ្ពើមណាស់តាមគំនិតដ៏រាបទាបរបស់ខ្ញុំគួរតែកម្ចាត់ចោលអាឆ្កែនេះចោលមុនគេបន្ទាប់មកឲ្យគាត់ជាបំណែកដោយសេះ5ក្បាលអ៊ីតាកាយូគីសាបរស់ក្រពូចអាក្រក់នោះនៅក្នុងខ្លួនខ្ញុំអ្នកហ៊ានព្រះករុណាកាលណាព្រះអង្គព្យាយាមបំភាន់ខ្សែរាជវង្សអ្នកគួរតែរំពឹងថាថ្ងៃនេះនឹងមកដល់អធិរាជបានមកដល់ហើយហេនេះអ្នកទាំងអស់គ្នាមានចិត្តក្លាហានខ្លះហើយព្រះករុណាជាម្ចាស់ព្រះអង្គមិនដឹងអ្វីទាំងអស់យ៉ានពីងតើអ្នកជាអ្នកធ្វើវាមែនទេលះបង់ដៃរបស់អ្នកស្លាប់តើអ្វីនឹងកើតឡើងចំពោះព្រះចៅអធិរាជដូច្នេះព្រះមហាក្សត្រីយានីក៏គង់នៅទីនេះដែរខ្ញុំគិតថាគ្រួសាររាជវង្សត្រូវបានបោះបង់ចោលព្រះករុណាយ៉ានភីងមិនបានគ្រប់គ្រងកណ្បាស្នារីទេមានផ្ទៃពោះជាមួយកូនខុសច្បាប់របស់គូស្នេហ៍និងប្រពន្ធចុងរបស់នាងស៊ីជូនេះក៏ដើម្បីការពារកុំឲ្យមានការភាន់ច្រឡំចំណុចចាក់ចូលរបស់អធិរាជផងដែរព្រះករុណាគ្មានទោសទេលុះត្រាតែប្អូនស្រីខ្ញុំយល់ច្រឡំព្រះមហេសីនិង